បញ្ចូលសំឡេងដោយគ្រូចាតកាវត្តតាំងយ៉ឃុំប្រម៉ោយស្រុកវាលវែងខេត្តពោធិ៍សាត់យប់ស្មើនេះយប់កាន់តែជ្រៅសន្សានកត់ធ្លាក់ពេលនេះគឺកូនលោកកូននឹកម៉ែនៅស្មើនេះមិនដឹងថាម៉ែសុខទុក្ខយ៉ាងណាទេស្មើនេះគឺម៉ែបានហូបបាយហើយនៅស្មាននេះតើម៉ែសុខភាពម៉ែយ៉ាងម៉េចដែរម៉ែកូននឹកឃើញកាលកូននៅតូចណាម៉ែធ្លាប់ច្រៀងបំពេកូនម៉ែធ្លាប់ថ្នាក់ថ្នមកូននៅពេលយប់ស្ងាត់ពេលដែលកូនយំម្ដងម៉ែតែងតែលួងបំពេដោយសេចក្តីស្រឡាញ់ពេញចិត្តរបស់ម៉ែកាលកូននៅតូចម៉ែតែងតែទិញនំឲ្យកូនញ៉ាំកាលកូននៅតូចម៉ែតែងតែដឹកដៃកូនណាទៅមើលទីកន្លែងកំសាន្តផ្សេងកាកូននៅតូចងាម៉ែតែងតែមុជទឹកឲ្យកូនម៉ែដុសក្អែលឲ្យកូនគ្រប់សពកន្លែងម៉ែថ្នាក់ថ្នមម៉ែបីបងម៉ែថាបម៉ែស្រឡាញ់កូនម៉ែអាណិតកូនពេលដែលកូនបានបួសកូននឹងខំសន្សំនឹងបុណ្យកុសលទាំងឡាយដែលកូនបានធ្វើសមាធិទាំងអស់នេះសូមបុណ្យកុសលដែលកូនបានបួសតាមថែរក្សាម៉ែតាមថែរក្សាញោមស្រីញោមប្រុសក៏បានលាចាកលោកនៅឆ្នាំ2010តែឥឡូវនេះគឺនៅម្ដាយនៅម៉ែចឹងហើយក៏សូមបុណ្យកុសលតាមថែរក្សាម៉ែឲ្យមានជំនាយុយឺនយូរណាមានកម្លាំងពលំមួមមួនសូមម៉ែកុំឲ្យឈឺណាម៉ែណាណាកូនពេលនេះគឺកូនកំពុងតែនឹកម៉ែណារៀងរាល់ថ្ងៃណាព្រោះម៉ែគឺជាព្រះគឺម៉ែជាព្រះនៅក្នុងបេះដូងរបស់កូនម៉ែគឺជាព្រះរហន្តរបស់កូនម៉ែគឺជាព្រះព្រំម៉ែគឺជាព្រះបុព្វទេវីម៉ែគឺជាព្រះអាចារ្យម៉ែគឺជាព្រះអហុនយៈបុគ្គលរោគបុគ្គលដតីស្មើពុំមានស្មើនឹងម៉ែឡើយម៉ែគឺតែងតែនឹករលឹកកូនដូចចង្វាបដិញម៉ែតែងតែព្រួយម៉ែតែងតែបារម្ភដល់កូនម៉ែតែងតែគិតតែងតែនឹកដល់កូនគ្រប់សពបែបយ៉ាងម៉ែតែងតែភ័យក្រែងកូនមិនបាននៅសេចក្តីសុខណាម៉ែតែងតែនឹកដល់កូនគ្រប់ពេលវេលាម៉ែទោះបីម៉ែចាស់ហើយយ៉ាងណាម៉ែតែងតែបារម្ភម៉ែតែងតែគិតម៉ែនៅមានជីវិតម៉ែនៅតែងតែគិតដល់រូបកូនប្រុសស្រីម៉ែនៅលើលោកនេះគ្មានបុគ្គលណាស្មើនឹងម៉ែឡើយមានតែម៉ែម្នាក់ទេដែលបង្កើតរូបកូន
ពេលដែលកូននៅតូចម៉ែតែងតែគិតថាកូនរបស់ម៉ែនឹងធំឡើងនឹងបានបួសនឹងបានធ្វើនៅសេចក្តីល្អម៉ែតែងតែគិតកាលដែលកូននៅតូចម៉ែតែងតែគិតថាពេលដែលម៉ែចាស់ទៅមានតែកូននេះហើយដែលជួយចិញ្ចឹមម៉ែវិញម៉ែតែងតែបារម្ភម៉ែតែងតែនឹកគ្រប់សពបែបយ៉ាងម៉ែដើរមួយជំហានគិតដើរក៏នឹកកូនដេកក៏នឹកកូនអង្គុយក៏នឹកកូនគ្រប់ពេលវេលានេះឯងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាព្រំវិហារធម៌4យ៉ាងទី1មេត្តាគឺម៉ែតែងតែស្រឡាញ់លោកកូនស្រឡាញ់កូនគ្រប់គ្នាគ្រប់រូបគ្រប់អង្គម៉ែករណាម៉ែតែងតែមានសេចក្តីអាណិតណាដល់កូនដល់លោកកូនមុទិតាចិត្តម៉ែតូតុនមកលើលោកកូនណាមកលើកូនគ្រប់រូបណាមុទិតាទោះបីម៉ែនៅឆ្ងាយយ៉ាងណាក៏ម៉ែនៅតែងតែដេកនឹកដេកគិតនឹកដល់កូនគ្រប់សពណាគ្រប់ពេលវេលាគ្រប់ពេលរាត្រីយប់កាន់តែស្ងាត់ខ្យល់ផាត់ទឹកហូរនឹកឃើញកាលដែលម៉ែញញឹមណាម៉ែបន្លែងនឹងកូនដើម្បីឲ្យកូនណាមានសេចក្តីណាសើចសប្បាយរីករាយពេលយប់ប្រលប់ក៏ម៉ែតែងយប់ស្មើណាម៉ែក៏តែងតែទោះបីកូនហូបបាយអស់ម៉ែនឹងដាំបាយឲ្យកូនហូបទៀតណាម៉ែធ្វើកិច្ចការគ្រប់ពេលណាម៉ែធ្វើកិច្ចការគ្រប់មុខដើម្បីឲ្យកូនបានរស់រានមានជីវិតនេះឯងគឺអង្គខ្ញុំគណៈអាត្មាភាពណាជាកូនម៉ែណានឹងមើលថែម៉ែលុះខ្សែកូនតែងតែនឹកដល់កតញ្ញូកតវិធីណាកតញ្ញូការដឹងគុណទៅដល់ម៉ែណាគឺកូនខំធ្វើសេចក្តីល្អដើម្បីឲ្យម៉ែបានឃើញសេចក្តីល្អរបស់កូនឲ្យសប្បាយរីករាយមិនឲ្យម៉ែកាត់ទុកដោយសារកូននោះឡើយម៉ែសង្ឃឹមកតញ្ញូម៉ែតែងតែចង់ឃើញកូនធ្វើនៅសេចក្តីល្អកតញ្ញូកូនម៉ែចង់ឃើញកូនមានការរស់នៅក្នុងសង្គមការចុះសម្រុងម៉ែកតញ្ញូម៉ែតែងតែចង់ឃើញកូនធ្វើនៅសេចក្តីល្អម៉ែនឹងបានសេចក្តីសុខស្ងប់ចិត្តចំណែកកតញ្ញូចំណែកកតវិធីម៉ែកាលដែលកូននៅតូចម៉ែតែងតែចិញ្ចឹមកូនប្រុសស្រីចិញ្ចឹមអង្គខ្ញុំគណៈអាត្មាភាពដោយអាហារបាយទឹកនំចំណីនិងបច្ច័យ4បច្ច័យទី1ម៉ែតែងតែទិញខោអាវសៅស្បៃស្លៀកដណ្ដប់ឲ្យកូនបច្ច័យទី2ម៉ែតែងតែដាំបាយនំចំណី
រកនំចំណីអាហារឲ្យកូនបរិភោគម៉ែចិញ្ចឹមកូនឡើងសឹកឆ្នាំងភ្លុះឆ្នាំងណាម៉ែចិញ្ចឹមកូនដោយអាហារបាយទឹកនំចំណីដើម្បីឲ្យកូន